ថ្ងៃនេះលេងសិតតែមុខម្ហូបលំដាប់ ISO បងប្អូន ISO នេះមិនដឹងកម្រិតណាកម្រិត1កម្រិត2ឬកម្រិត100កម្រិតម៉ានក៏កម្រិតចុះបងប្អូនមិនដឹងទេបើមុខម្ហូបនឹងគេដាក់នៅក្នុង YouTube អញ្ចឹងខ្ញុំធ្វើតាម YouTube គេដាក់ថាសៀវម៉ៃលំដាប់ ISO ឥឡូវបើបងប្អូនចង់ដឹងតោះទៅមើលពីរបៀបធ្វើសៀវម៉ៃលំដាប់ ISO ទាំងអស់គ្នាបងប្អូនផ្នែកសាច់ខ្ញុំមានសាច់ជ្រូកហើយនឹងបង្គាយកទៅកិនឬក៏ចិញ្ច្រាំតបមកលាយខ្នុរម្រេចម្សៅខ្ទឹមទឹកត្រីហើយនឹងប្រេងខ្យងហើយច្របល់គ្រឿងនិងសាច់នឹងចូលគ្នាឲ្យសព្វទុកមួយឡែកចំណែកផ្នែកបន្លែមានប៉េងប៉ោះទុំនិងខ្ទឹមបារាំងបន្លែទាំងពីរមុខហ្នឹងខ្ញុំក៏ក្លុកឲ្យម៉ត់ដែរបន្ទាប់មកដាក់ខ្ទះឲ្យក្តៅដាក់ប្រេងឆាដាក់ខ្ទឹមលីងឲ្យឈ្ងុយយកបន្លែដែលបានក្លុកហ្នឹងយកទៅឆាដាក់គ្រឿងខ្នុរហើយនឹងអំបិលដាក់តែបន្តិចទេបងប្អូនដោយសារបន្លែខ្ទឹមបារាំងវាមានជាតិផ្អែមអញ្ចឹងខ្ញុំអត់ដាក់ស្ករហើយខ្ញុំជំនួសមកវិញជាមួយនឹងទឹកជ្រលក់ប៉េងប៉ោះបងប្អូនខ្ញុំលួចដាក់ប្រហែលជា2ល្ពាបាយហើយនេះគឺជាសាច់ដែលបានចិញ្ច្រាំរួចសាច់ហ្នឹងបងប្អូនចង់មូសូនយកទៅដាក់ក្នុងទឹកស៊ុបហ្នឹងក៏បានប៉ុន្តែដោយសារខ្ញុំខ្ជិលប្រឡាក់ដៃខ្ញុំយកអាមេបចាប់ការ៉េមហ្នឹងយកចាប់ម្ដងតអស់សាច់ហ្នឹងបងប្អូនដាក់ចូលទៅក្នុងទឹកស៊ុបប៉េងប៉ោះហ្នឹងបងប្អូនលឹកព្រាចាប់ការ៉េមហ្នឹងខ្ញុំទិញយកមកថាទុកចាប់ប្រហិតធ្វើប្រហិតសាច់គោដល់ពេលយកមកធ្វើទៅវាចាប់ប្រហិតសាច់ណែនហាប់ចឹងក៏ឈប់ប្រើទៅឥឡូវយកបានមកចាប់សៀវម៉ៃសួរព្រោះមូដៃនាំទៅមូហើយប្រឡាក់ដៃប៉ប៉ែអញ្ចឹងខ្ជិលឃើញថាមានអានឹងដែរចាប់អានឹងលឿនហើយលះមែនបន្ទាប់ពីរងាស់សាច់នឹងរួចហើយខ្ញុំក៏ដាក់ស្លឹកខ្ទឹមហើយខ្ញុំដាក់ម្រេចទៀតបងប្អូនរោយម្រេចពីលើទៀតណាបងប្អូនសៀវម៉ៃលំដាប់ ISO ខ្ញុំនេះឥឡូវខ្ញុំដួសដាក់ចានដើម្បីភ្លក់ហើយប្រាប់រសជាតិបងប្អូនថាដល់ថ្នាក់លំដាប់ ISO តើឆ្ងាញ់ដល់កម្រិតណាបងប្អូនឆ្ងាញ់ប៉ុន្តែបងប្អូនញ៉ាំជាមួយកសងអត់ត្រូវសោះបើញ៉ាំមួយនំប៉័ងបានត្រូវដោយសារកសងវាមានជាតិ butter ច្រើនអញ្ចឹងញ៉ាំទៅវាត្រលាន់ញ៉ាំមួយនំប៉័ងឆ្ងាញ់ជាងបងប្អូន